Ok សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្ញុំ Kin នៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើការបង្កើត TikTok អាមេរិកបាទដើម្បីយើងរកលុយហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាដែលគាត់ចូលមកមើលនៅក្នុងវីដេអូនេះប្រហែលជាគាត់ចង់ចេះអំពីរបៀបនៅក្នុងការបង្កើត TikTok អាមេរិកមែនអត់ហ្នឹងហើយអញ្ចឹងមុននឹងចូលទៅបង្កើតខ្ញុំសូមបង្ហាញសិនថា TikTok អាមេរិកហ្នឹងគឺវាមានលក្ខណៈរបៀបម៉េចហ្នឹងហើយអញ្ចឹងយើងចូលមកកាន់ account TikTok អញ្ចឹងហើយខ្ញុំចូលមកកាន់ tray 3ខាងលើបន្ទាប់មកទៀតខ្ញុំយកពាក្យថា setting and privacy ហ្នឹងហើយបន្ទាប់ពីបងប្អូនចុចយកពាក្យថា setting and privacy ហើយបងប្អូនអូសមកខាងខំគេមកអូស្រ័យមិនមែនចុចយកហ្នឹងទេថយក្រោយមកវិញយើងចុចមក tray 3នេះបន្ទាប់មកទៀតយកពាក្យថា TikTok Studio ហ្នឹងហើយជាស្រ័យផងបងប្អូនទាំងគ្នាសារនេះមិញបានអូខេហ្នឹងហើយបន្ទាប់មកបងប្អូនអូមកក្រោមឃើញនេះគឺវាចេញបែបនេះអញ្ចឹងណាបងប្អូនមើលកន្លែងពាក្យថា monetization ហ្នឹងគេឃើញវាចេញអញ្ចឹងហើយវាចេញច្រើនតម្រងហ្នឹងហើយអញ្ចឹងយើងចុចចង់ដឹងកាន់តែច្បាស់ចុចចំពីលើថា monetization មកនេះចុចសញ្ញាព្រួយហ្នឹងមកអូខេអញ្ចឹងដល់ពេលដែលចុចអញ្ចេះគឺឃើញទាំងអស់បាទឃើញតាំងពី subscription creator reward program creator marketplace ហើយជាមួយនឹង video gift បាទអញ្ចឹងតើយើងធ្វើមិនដើម្បីបាន TikTok បែបហ្នឹងហ្នឹងគឺជា TikTok របស់សហរដ្ឋអាមេរិកហ្នឹងហើយអញ្ចឹងមានតែ TikTok ប្រភេទហ្នឹងទេដែលយើងអាចរកលុយបានណាសូមបញ្ជាក់ឲ្យសម្រាប់ subscription នេះគឺខ្ញុំដូចជាអត់សំខាន់អីទេហ្នឹងហើយប៉ុន្តែសំខាន់គឺវាមានអញ្ចឹងបងប្អូននេះគេគោលការណ៍គេនៅខាងក្រោមនេះអញ្ចឹងបងប្អូនអាចមើលបានហើយឥឡូវអីដែលយើងផ្ដោតជាងគេគឺ creator reward program ហ្នឹងហើយអញ្ចឹងអានេះគឺជាពាណិជ្ជកម្មដែល TikTok បានផ្សាយនៅលើវីដេអូយើងនៅពេលយើងធ្វើគ្រប់គោលការណ៍របស់គេហ្នឹងហើយនៅពេលដែលយើងពេញគ្រប់ថាគេគឺយើងនឹងមានសិទ្ធិនៅក្នុងការស្នើសុំ monetization អូខេអញ្ចឹងយើងចុចពីលើមកបាទចុចពីលើមកដើម្បីទៅមើលថាតើគោលការណ៍គេត្រូវការខ្លះអូខេអញ្ចឹងសម្រាប់វីដេអូផងដែរគឺគេត្រូវការចាប់ពី1នាទីបូកបាទមានន័យថាគឺចាប់ពី1នាទីឡើងលើហ្នឹងហើយឃើញនេះ collect reward for your 1 minute បូកវីដេអូបានថាគឺ1នាទីហ្នឹងហើយ1នាទីឡើងលើអូខេហើយទី2គេដាក់ថា more reward for quality content បានថា content យើងត្រូវតែមានគុណភាពបាទអញ្ចឹងបងប្អូនធ្វើមិនទៅតែមានគុណភាពខ្ញុំអត់ដឹងទេហើយទី3បាទហ្នឹងហើយ monetize with other top creator អូខេអញ្ចឹងនេះគោលការណ៍គេខាងក្រោមនេះបងប្អូនឃើញពាក្យថាទៅជួញយក mass ឬក៏មកបងប្អូនអានមិនអានទៅខ្ញុំមិនដឹងទេឃើញនេះទី1គេត្រូវការអាយុយើងចាប់ពី18ឆ្នាំតិចបំផុតហ្នឹងហើយអញ្ចឹងជាងពេលយើងបង្កើតហ្នឹងបងប្អូនដាក់ឲ្យបាន18ឆ្នាំមកហ្នឹងហើយចាំខ្ញុំចូលទៅប្រាប់ពីរបៀបបង្កើតហើយទី2យើងត្រូវមានចំនួន 10k follower បើថាគឺ 10000 នាក់តាមដានយើងហ្នឹងហើយទី3គឺយើងត្រូវតែមាន view 100000 view នៅក្នុងកំឡុងពេល30ថ្ងៃបាទគឺជាពេលមួយខែហ្នឹងគឺយើងធ្វើមិនរកបាន100000 នាក់មកប៉ុន្តែ TikTok ផ្ទុះលឿនទេខ្ញុំគិតថាវីដេអូខ្លះមកតែមួយថ្ងៃវាអាចឡើងដល់ 60M ក៏មានដែរហ្នឹងហើយអញ្ចឹងមិនខ្វល់ទេអូខេសំខាន់ធ្វើម៉េចបង្កើត TikTok នៅបានហើយលេងឲ្យបាន follow ច្រើនមកអូខេអញ្ចឹងតោះយើងទៅមើលអំពីរបៀបបង្កើតទាំងគ្នាថាយើងបង្កើតធ្វើម៉េចដើម្បីបាន TikTok បានមិនប៉ុន្តែបើសិនជាបងប្អូនអត់បានបង្កើតអត់បានអាចទាក់ទងមកកាន់ Telegram ខ្ញុំខាងក្រោម description ហ្នឹងអូខេអញ្ចឹងខ្ញុំទៅប្រាប់ពីរបៀបបង្កើតមកទៅអញ្ចឹងបងប្អូនចូលមកដំបូងគេនេះបងប្អូនចូលទៅធ្វើការបើកជាមួយនឹង VPN ហ្នឹងហើយដើម្បី connect ទៅកាន់ United States អូខេអញ្ចឹងយើងចូលទៅធ្វើការបើក VPN មកបងប្អូនប្រើ VPN អីបើក VPN ហ្នឹងទៅអូខេបើសិនជាអត់ចេះប្រើ VPN អាច comment បានចាំខ្ញុំចេញវីដេអូថ្មីមួយទៀតដើម្បីប្រាប់អំពីរបៀបក្នុងការប្រើប្រាស់ VPN អូខេអញ្ចឹងខ្ញុំប្រើ Fast VPN ខ្ញុំប្រើមាន license ទេបងប្អូនអាចប្រើ free ក៏បានឬក៏បើសិនជាចង់ប្រើ license តើយើងទិញអូខេហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការចុចខ្វែងនេះមួយសិនអូខេឥឡូវឃើញថាខ្ញុំចុចចំពីលើឃើញថាខ្ញុំនៅឈរលើ map United States ជាអ្វីអញ្ចឹងអូខេខ្ញុំ search ជាទីឲ្យបងប្អូនមើលខ្ញុំ search ថា United States ចេញនៅរដ្ឋណាក៏ខ្ញុំយកដែរអូខេ United States
អូខេអញ្ចឹងគឺមានរដ្ឋច្រើនដែលយើងត្រូវយកបងប្អូនយករត់ណាក៏យកទៅ Chicago ឬក៏ Buffalo Boston Atlanta ឬក៏អីចឹងទៅយកណាគេទៅអូខេអញ្ចឹងខ្ញុំយក Atlanta នេះទៅចុចចំពីលើវាមកអូខេនៅពេលបងប្អូនចុចពីលើហើយគឺវានឹង connect បើសិនជាបងប្អូនចង់ disconnect វិញគ្រាន់តែចុចពីលើពាក្យថា disconnect ទៅនេះគឺវានឹង disconnect វិញហើយអូខេអញ្ចឹងដើម្បីយើងច្បាស់ថាយើងចូលទៅលើ VPN នឹងអត់យើងចូលទៅកាន់អ៊ីនធឺណិតយើង browser យើងមកចូល Chrome បងចូលអីក៏បានដែរអូខេ yes យើងចូលមកពាក្យថា huer.ip នេះខាងលើនេះខ្ញុំ search ឲ្យមកទៅ huer.ip អូខេអញ្ចឹងវារៀង slow បន្តិចដោយសារតែអ៊ីនធឺណិតយើងប្រើ VPN វា slow អញ្ចឹងបងប្អូនបាទជាស្រ័យតោះមកយើងយកនៅខាងលើមកនេះ huer.net ហ្នឹងចុចយកមកនៅពេលយើងចុចឈរពីលើ website huer.net គឺនឹងបង្ហាញពីទីតាំងដែលយើងនៅបាទឃើញថាបង្ហាញ IP address នៅកាន់ United States ហើយនៅក្នុងរដ្ឋ Atlanta ដែលយើងបាន select យកមុនហ្នឹងអូខេអញ្ចឹងយើងតែប៉ុណ្្នឹងទៅគឺ location យើងបាន change ទៅកាន់ United States ហើយឥឡូវយើងចូលទៅកាន់ TikTok របស់យើងបាទហ្នឹងហើយអញ្ចឹងដើម្បីយើងបង្កើត TikTok យើងធ្វើការsign out មក sign out ទៅធ្វើការបង្កើត account ថ្មីអូខេអញ្ចឹងចុច 3 ចុចមកកាន់ setting auto account ផុតគេជួបពាក្យថា sign out យើងយក log out មកបាទអូខេឬក៏ switch account ទៅអូខេអញ្ចឹងយើង switch account ហើយបងប្អូនធ្វើការ add account មកនេះចុចពាក្យថា add account ខាងក្រោមគេសញ្ញាបូកហ្នឹងនៅពេលដែលយើងចុច add account គឺបងប្អូនធ្វើការចុចមកកាន់ select ជាមួយនឹង Facebook ក៏បានឬក៏ជាមួយនឹង Google ក៏បានដែរប៉ុន្តែខ្ញុំ recommend ឲ្យយកជាមួយ Google នេះចុចជាមួយ Google មកយើង continue អូខេអញ្ចឹងយើងយក Gmail យើងមកហើយយើងចុចពាក្យថា continue with Google ហ្នឹងហើយខាងក្រោមនេះ continue មកជាសាយផងបើយើងថាច្រឡំ Gmail អូខេអញ្ចឹងយើងយកពាក្យថា new another account ហ្នឹងហើយតមកទៀតយើងធ្វើការវាយ Gmail យើងចូលមកណាអូខេវាយ Gmail របស់យើងចូលមកខ្ញុំមើល Gmail សិនចង់ផ្លេចហ៎អូខេហ្នឹងហើយខ្ញុំដាក់ scan ចូលមកទៅ yes ឥឡូវយើងចុច next បាទអូខេអញ្ចឹងដល់ឥឡូវនេះវាយ password Gmail ហ្នឹងមកណា yes វាយ password Gmail មកអូខេចុចពាក្យថា next ទៀតមកយើង not now អូខេបន្ទាប់មកយើង continue noise scan មុខអញ្ញា scan នេះគេអូខេខ្ញុំជាប់បានតែខ្ញុំផ្លេច password នេះហើយចុច try another way យើងមកឆើផ្លូវផ្សេងអូខេអញ្ចឹងខ្ញុំដាក់អូឲ្យផ្ញើទៅលេខទូរស័ព្ទខ្ញុំអត់កើតទៀតលេខ40ផ្ញើទៅណាចេះអូខេផ្ញើមកហើយដោយសារអ៊ីនធឺណិតវា slow ហ្នឹងបងប្អូនលើចាំតិចខ្ញុំ confirm លេខ40មួយសិនខ្សែមកវាទៅយើងអូតូម៉ាទិកនេះអូខេអញ្ចឹងបងប្អូនចាំតិចទៅណារៀងវល់តិចហើយប៉ុន្តែយើងមានប្រសិទ្ធភាពគឺនឹងបង្កើតបាន TikTok សហរដ្ឋអាមេរិកកាំងហ្នឹងហើយចុចបន្តមកអូខេអញ្ចឹងវាកំពុងតែណែនាំឲ្យរងចាំ2 plate សិនយ៉ាហ្នឹងហើយបងប្អូនទាំងនេះមើលវីដេអូខ្ញុំដល់នេះកុំភ្លេចចុច click like subscribe ខ្ញុំផងហ្នឹងហើយដើម្បីមានកម្លាំងចិត្តអញ្ចឹងនៅពេលដែលមកដល់កន្លែងហ្នឹងបងប្អូនធ្វើការដាក់ថ្ងៃខែឆ្នាំកំណត់មកយកល្អដាក់តាមអត្តសញ្ញាណបានមកប៉ុន្តែបើសិនជាបងប្អូនទាំងនេះអត់ទាន់គ្រប់អាយុទេអាចដាក់បន្លំគេទៅអត់អីទេយើងដាក់ឲ្យលើស18ឆ្នាំទៅវាអូខេហើយតែបើត TikTok គ្មានទៅដឹងខ្យល់អីទេហ្នឹងហើយដាក់មិនក៏បានដែរតាមចិត្តណាបងប្អូន free style ទៅកន្លែងហ្នឹងខ្ញុំដាក់អីខ្ញុំចូលចិត្តយ៉ាអូខេយើងចុច continue នៅពេលដាក់ហើយអូខេបងប្អូននេះរងចាំតិចសារ slow
chẳng chúng muốn nhom cho chúng muốn tới sờ đấu nè ông phone lại chúng mới để chúng tới nhung continue ok chúng muốn coi đã bán sam sập tống ok chẳng như thôi ca bạc cát nó tiktok sao rồi am rồi rồi chọn đơn tha bán một phone tỏ nhé cho tất cả tre bay khăn chơi đại các năm đại chia sẻ chẳng là bây giờ những hai phone chơi bị tha tiktok studio nè này anyway tiktok chẳng tre bán bằng cát rồi hai chẳng đây làสำคัญว่าเคยไปทำ monetization นั่นนี่ข้างเขานี้จังเคยแท้ TikTok มายังสำหรับอะไรนี่คือวิมี option พิเศษคือ creator reward program นั่นไงจังวันจะจอมไปเลยไกล monetization มากคือยังนึงเคย all program ต่างๆโอเค yes yeah โอเคจังเราไปจึงจะไกลนี้คือเวียนนั่งบอกหาจะไปทำ TikTok มายังคือชื่อ TikTok สารสแมท100%นั่นไงทีมวยขังเลยนี่คือมี subscription เดี๋ยวยังไปอยู่เรื่องมูลนั่งจังของคนนี้คืออายุบ่าให้จมูกนั่ง follower ก็ได้จะไปอยู่ฝั่งได้โอเคจังไอ้เดี๋ยวยัง focus ถึงcáiคือตัวเลือก creator reward program นั่นไงอันนี้คือสำคัญคือในกิจกรรมcái ảnh đã lời video những bán á là ngày trắng cứ dụ đọc mấy năm chỉ muốn đang đọc khe follower bố và thay chỉ muốn đang đọc mơn view nó phải sang sắp ngày trắng con thông tới ở tập bán phần năng ok yeah trắng video nhóm cứ miên tại phần năng thế bà một bộ tỏ nghĩa bữa sau chỉ mưa vô lại nãy chia sẻ phóng hay chat một kênh telegram những bán nhóm đặt nó thằng không description năng ok năng ấy họ cũng sẽ làm sầm lập kênh thế này video này video một đó chop chụp review chụp ní video cày bye